ngàyនេះមកផ្សារហើយឃើញបន្លែត្រីសាច់ល្អខ្លាំងមែនទែនគាត់ជួនអីភ្ញៀវកំងសម្លខ្មែររបស់យើងទៀតគឺថាត្រូវគ្នាមែនទែនបន្លែស្រស់ល្អគ្រប់មុខតែម្ដងសម្រាប់សម្លរបស់យើងគឺងាយស្រួលរកបន្លែមែនទែនពេលខ្លះទៅតែមកកន្លែងអីគឺយើងរកបន្លែសឹងតែគ្រប់ហើយនេះសម្រាប់បន្លែដែលយើងបានទិញមកគឺគ្រប់អស់ហើយមានទាំងបន្លែខៀវមានទាំងបន្លែរឹងហើយនេះគឺយើងបានចិតរួចហើយមានល្ពៅតឡាយក្តឹបអលឹកមានទាំងតាពាំងសិតហើយនេះគឺជាគ្រឿងដែលយើងទុកបង់ពេលទឹកពុះហើយនេះគឺជាសាច់របស់យើងមានទាំងសាច់ជ្រូកច្រាមមានទាំងខ្យងមានទាំងត្រីទៅគ្រប់គ្រឿងល្អមែនទែនហ្មងសម្រាប់បន្លែខៀវរបស់យើងថ្ងៃនេះមានតែ2មុខទេដោយសាររោស្លឹកបាសអីអត់មានណាហើយបន្ទាប់ពីទឹករបស់យើងពុះមកគឺយើងចាប់ផ្ដើមដាក់គ្រឿងក្រៅរបស់យើងដែលមានដូចជាស្លឹកគ្រៃខ្ជាយស្លឹកក្រូចខ្ទឹមសប្រហុកសម្រាប់ប្រហុកគឺខ្ញុំប្រើប្រភេទប្រហុកសាច់ដោយសារអាហ្នឹងយើងអត់បាច់ច្រុំក៏បានដែរព្រោះវារៀងងាយស្រួលហើយបន្ទាប់មកគឺយើងចាប់ផ្ដើមមកបង់បន្លែរឹងចូលមុនដែលមានដូចជាល្ពៅមានតាពាំងហើយមានដូចជាតឡាចក្តឹបអលឹកអាហ្នឹងគឺជាបន្លែរឹងដែលយើងត្រូវដាក់ចូលមុនណាបន្ទាប់ពីយើងដាក់បន្លែរឹងចូលហើយគឺខ្ញុំចាប់ផ្ដើមមកដាក់សាច់ជ្រូកចិញ្ច្រាំរបស់យើងចូលមុនហើយបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់គ្រឿងក្រៅរបស់យើងដែលមានស្ករអំបិលប៊ីចេងរ៉ូឌីទឹកត្រីបន្ទាប់មកគឺខ្ញុំបង់ខ្យងចូលជាមួយគ្នាហើយទឹកពុះហើយយើងក៏ចាប់ផ្ដើមដាក់បន្លែទុនចូលបដើគឺមានននងហើយមានផ្សិតបន្ទាប់ពីយើងបង់បន្លែទុនចូលរួចហើយគឺយើងចាប់ផ្ដើមបង់សាច់ត្រីចូលក្រោយគេដោយសារតែត្រីគឺវាងាយឆ្អិនហើយបើយើងកូរវាអត់បានប្រយ័ត្នទេនៅពេលដែលវាឆ្អិនគឺវានឹងធ្វើឲ្យបែកសាច់ត្រីបន្ទាប់ពីយើងបង់ត្រីហើយគឺខ្ញុំដាក់ទឹកត្រីចូលតាមក្រោយហើយបន្ទាប់ពីយើងរងចាំវាពុះមកត្រីយើងក៏បានឆ្អិនហើយយើងក៏ចាប់ផ្ដើមដាក់បន្លែខៀវចូលដោយសារបន្លែខៀវគឺងាយឆ្អិនមែនទែនកូរតមកត្រឡប់ទៅគឺឆ្អិនហើយនេះគឺថាសម្លរបស់យើងបានឆ្អិនហើយប៉ុន្តែថ្ងៃនេះអត់មានជីប្រហើរដាក់ទេដោយសារតែអ្នកលក់ភ្លេចដាក់ឲ្យស្លឆ្អិនហើយរកអត់ឃើញហ្នឹងហើយប៉ុន្តែសម្លរបស់យើងគឺខាប់មែនទែនគឺពេញមួយឆ្នាំងបឹបតែម្ដងហើយរសជាតិវិញគឺឆ្ងាញ់ហ្មងហើយនេះត្រីសាច់ខ្យងអីគឺថាមានគ្រប់គ្រឿងតែម្ដងហើយនេះគឺជាសម្លរបស់យើងនៅពេលឆ្អិនណាគឺថាទំនងមែនទែនហ្មង